សេចក្តីអធិប្បាយអំពីវេទនាក្នុងការបដិបត្តិសតិប្បដ្ឋាននៅក្នុងព្រះសូត្រជាច្រើនព្រះពុទ្ធបានសរសើរអំពីការបដិបត្តិសតិប្បដ្ឋាន4យ៉ាងគឺការតាំងសុខនៃសតិដឹងនៅក្នុងមហាសតិប្បដ្ឋានសូត្រព្រះអង្គបានសម្ដែងអំពីភាពសំខាន់របស់សតិប្បដ្ឋានដោយទ្រង់មានព្រះពុទ្ធដីកាហៅថាឯកាយណោមគ្គោគឺផ្លូវមូលតែមួយគត់ដើម្បីធ្វើសត្វឲ្យបរិសុទ្ធដើម្បីឲ្យបានរួចផុតពីសេចក្តីសោកនិងសេចក្តីខ្សឹកខ្សួលដើម្បីរំលត់នៅទុក្ខនិងទោមនស្សដើម្បីឲ្យបានសម្រេចនៅមាគ៌ានៃសេចក្តីពិតហើយពិសោធន៍ឃើញព្រះនិព្វានការរួចរដោះពីទុក្ខនៅក្នុងព្រះសូត្រនេះព្រះពុទ្ធបានបង្ហាញវិធីប្រតិបត្តិមួយដើម្បីឲ្យស្គាល់ខ្លួនឯងតាមរយៈកាយានុបស្សនាគឺការពិនិត្យមើលកាយឲ្យបានជាប់ជានិច្ចតាមរយៈវេទនានុបស្សនាការពិនិត្យមើលវេទនាឲ្យបានជាប់ជានិច្ចតាមរយៈចិត្តតានុបស្សនាការពិនិត្យមើលចិត្តឲ្យបានជាប់ជានិច្ចនិងតាមរយៈធម្មានុបស្សនាការពិនិត្យមើលធម៌ឲ្យបានជាប់ជានិច្ចដើម្បីរករកឲ្យឃើញសេចក្តីពិតអំពីខ្លួនឯងយើងត្រូវពិនិត្យមើលថាទាំងកាយទាំងចិត្តតើយើងជាអ្វីយើងត្រូវរៀនពិនិត្យមើលវាដោយផ្ទាល់នៅក្នុងខ្លួនរបស់យើងដោយហេតុនេះយើងត្រូវគិតជានិច្ចទៅលើចំណុច3យ៉ាងទី1ការពិតអំពីកាយអាចប្រឌិតបានដោយសារការសញ្ជឹងគិតប៉ុន្តែដើម្បីពិសោធន៍ឲ្យឃើញវាផ្ទាល់គេត្រូវតែធ្វើការជាមួយវេទនាដែលកើតមានឡើងនៅក្នុងក្របខ័ណ្ឌកាយទី2ដូចគ្នានេះដែរការពិសោធន៍ឃើញចិត្តពិតប្រាកដអាចធ្វើទៅបានតែដោយសារការធ្វើការជាមួយនឹងអ្វីៗដែលកើតមានឡើងនៅក្នុងចិត្តដូច្នេះតាមរបៀបដូចគ្នានេះដែរដោយហេតុថាគេមិនអាចពិសោធន៍ឃើញកាយនិងវេទនាទាំងឡាយដាច់ដោយឡែកពីគ្នាបាននោះគេក៏មិនអាចពិសោធន៍ឃើញចិត្តដាច់ដោយឡែកអំពីអ្វីៗដែលមាននៅក្នុងចិត្តនោះបានដែរទី3ចិត្តនិងកាយមានការតាក់ទងគ្នាយ៉ាងជិតស្និទ្ធណាស់រហូតទាល់តែអ្វីៗដែលកើតឡើងនៅក្នុងចិត្តតែងតែបញ្ចេញខ្លួនវាមកជាវេទនានៅលើកាយហេតុនេះហើយបានជាព្រះពុទ្ធបានត្រាស់ថាវេទនាសមោសរណាសព្ពេធម្មាអ្វីៗដែលកើតឡើងនៅក្នុងចិត្តតែងតែមានដំណើរហូតទៅជាមួយនឹងវេទនាហេតុដូច្នេះការពិនិត្យមើលវេទនាជាមធ្យោបាយហើយពិតជាមធ្យោបាយតែមួយគត់ដើម្បីពិនិត្យមើលសភាវៈខ្លួនយើងទាំងមូលទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្តជាទូទៅព្រះពុទ្ធបានសម្ដែងអំពីវេទនា5យ៉ាងទី1សុខាវេទនាវេទនាទាំងឡាយជាទីរីករាយផ្លូវកាយទី2ទុក្ខាវេទនាវេទនាទាំងឡាយជាទីមិនរីករាយផ្លូវកាយទី3សោមនស្សាវេទនាវេទនាជាទីរីករាយផ្លូវចិត្តទី4ទោមនស្សាវេទនាវេទនាជាទីមិនរីករាយផ្លូវចិត្តនិងទី5អទុក្ខមសុខាវេទនាវេទនាមិនមែនជាទីរីករាយឬមិនជាទីមិនរីករាយទាំងឡាយតាមផ្លូវកាយឬតាមផ្លូវចិត្តក្នុងការសម្ដែងទាំងអស់អំពីវេទនានៅក្នុងសតិប្បដ្ឋានសូត្រព្រះពុទ្ធបានត្រាស់ថាសុខាវេទនាទុក្ខាវេទនាចំពោះវេទនាផ្លូវកាយឬអទុក្ខមសុខាវេទនាដែលតាមអត្ថបទនេះសំដៅយកវេទនាអព្យាក្រឹតខាងផ្លូវកាយដែរមានការសង្កត់យ៉ាងខ្លាំងទៅលើវេទនាផ្លូវកាយទាំងឡាយពីព្រោះវាដើរតួជាផ្លូវត្រង់ឆ្ពោះទៅរកមគ្គផលគឺព្រះនិព្វានស្របទៅតាមឧបនិស្ស័យបច្ចយេនបច្ចយោគឺបច្ច័យយ៉ាងជិតបំផុតដើម្បីការរំដោះរបស់យើងរឿងនេះត្រូវបានលើកយកមកពណ៌នាដោយសង្ខេបនៅក្នុងបឋានៈដែលជាគម្ពីរទី7នៃអភិធម្មបិដកត្រង់វគ្គបកតុបនិស្ស័យដែលចែងថាកាយកាំងសុខੰកាយកសៈសុខសៈកាយកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្ស័យបច្ចយេនបច្ចយោ
កាយកាំងទុក្ខំកាយកសៈសុខសៈកាយកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្ស័យបច្ចយេនបច្ចយោឧតុកាយកសៈសុខសៈកាយកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្ស័យបច្ចយេនបច្ចយោភោជនាងកាយកសៈសុខសៈកាយកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្ស័យបច្ចយេនបច្ចយោសេនាសនំកាយកសៈសុខសៈកាយកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្ស័យបច្ចយេនបច្ចយោប្រែមកថាតាមច្បាប់ឧបនិស្ស័យបច្ច័យសេចក្តីស្រណុកកាយតាក់ទងជាមួយនឹងវេទនាជាទីរីករាយរបស់កាយជាមួយនឹងវេទនាជាទីមិនរីករាយរបស់កាយហើយនឹងជាមួយនឹងការសម្រេចមគ្គផលគឺព្រះនិព្វានតាមច្បាប់ឧបនិស្ស័យបច្ច័យសេចក្តីលំបាកកាយតាក់ទងជាមួយនឹងវេទនាជាទីរីករាយរបស់កាយជាមួយនឹងវេទនាជាទីមិនរីករាយរបស់កាយហើយនឹងជាមួយនឹងការសម្រេចមគ្គផលគឺព្រះនិព្វានតាមច្បាប់ឧបនិស្ស័យបច្ច័យរដូវឬបរិយាកាសជុំវិញតាក់ទងជាមួយនឹងវេទនាជាទីរីករាយរបស់កាយជាមួយនឹងវេទនាជាទីមិនរីករាយរបស់កាយហើយនឹងជាមួយនឹងការសម្រេចមគ្គផលគឺព្រះនិព្វានតាមច្បាប់ឧបនិស្ស័យបច្ច័យចំណីអាហារតាក់ទងជាមួយនឹងវេទនាជាទីរីករាយរបស់កាយជាមួយនឹងវេទនាជាទីមិនរីករាយរបស់កាយហើយនឹងជាមួយនឹងការសម្រេចមគ្គផលគឺព្រះនិព្វានតាមច្បាប់ឧបនិស្ស័យបច្ច័យទីកន្លែងនិងគ្រឿងដេកអង្គុយដូចជាគ្រែពូកខ្នើយឬឥរិយាបថដេកអង្គុយតាក់ទងជាមួយនឹងវេទនាជាទីរីករាយរបស់កាយជាមួយនឹងវេទនាជាទីមិនរីករាយរបស់កាយហើយនឹងជាមួយការសម្រេចមគ្គផលគឺព្រះនិព្វានព្រះពុទ្ធដីកាខាងលើនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសារៈសំខាន់របស់វេទនានៅលើមាគ៌ានៃការរំដោះសេចក្តីស្រណុកនិងលំបាកកាយបរិយាកាសនៅជុំវិញឧតុចំណីអាហារដែលយើងបរិភោគភោជនាំងនិងឥរិយាបថដេកអង្គុយពូកឬខ្នើយសេនាសនំជាហេតុនាំឲ្យមានវេទនាផ្លូវកាយបែបណាមួយកាលណាគេពិសោធន៍ឃើញវេទនាដោយត្រឹមត្រូវដូចជាព្រះពុទ្ធបានត្រាស់ពន្យល់នៅក្នុងមហាសតិប្បដ្ឋានសូត្រនេះវេទនាទាំងនោះនឹងប្រែទៅជាបច្ច័យអាស្រ័យគ្នាយ៉ាងជិតបំផុតដើម្បីការរំដោះរបស់យើងធម្មជាតិរបស់យើងមានសភាវៈសំខាន់4យ៉ាងគឺកាយវេទនារបស់កាយចិត្តនិងអ្វីៗដែលមាននៅក្នុងចិត្តគឺគំនិតសភាវៈទាំង4យ៉ាងនេះផ្ដល់នៅផ្លូវ4សម្រាប់ការតាំងសុខនៃសតិដឹងក្នុងសតិប្បដ្ឋានដើម្បីឲ្យការពិនិត្យមើលបានពេញបរិបូរណ៍យើងត្រូវតែពិសោធន៍ឲ្យឃើញគ្រប់សភាវៈទាំងអស់ជាការដែលយើងអាចធ្វើបានតាមរយៈវេទនាតែប៉ុណ្ណោះការរុករកឲ្យឃើញសេចក្តីពិតនេះនឹងរំលើងចោលនៅការភ័ន្តច្រឡំដែលយើងធ្លាប់តែមានអំពីខ្លួនយើងនេះតាមរយៈដូចគ្នានេះដែរដើម្បីកម្ចាត់ការភ័ន្តច្រឡំអំពីលោកខាងក្រៅយើងត្រូវតែរុករកឲ្យឃើញនៅរបៀបណាដែលលោកខាងក្រៅប្រស័យតាក់ទងជាមួយនឹងបទភូតនាមនិងរូបរបស់យើងជាមួយនឹងខ្លួនយើងផ្ទាល់លោកខាងក្រៅចូលមកប្រស្រ័យតាក់ទងជាមួយនឹងមនុស្សម្នាក់បានតែតាមទ្វារវិញ្ញាណទាំង6ប៉ុណ្ណោះគឺភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តដោយហេតុថាទ្វារវិញ្ញាណទាំង6ស្ថិតនៅក្នុងកាយការប៉ះនឹងលោកខាងក្រៅទាំងអស់ត្រូវប្រព្រឹត្តឡើងនៅថ្នាក់កាយមុនសម័យព្រះពុទ្ធក្នុងសម័យព្រះពុទ្ធនិងសម័យក្រោយតមកទៀតគ្រូខាងអប់រំចិត្តតាមប្រពៃណីនៅប្រទេសឥណ្ឌាបាននិយាយពន្យល់ថាតណ្ហាជាហេតុនាំឲ្យកើតទុក្ខហើយដើម្បីកម្ចាត់ទុក្ខគេត្រូវតែវាចាកអារម្មណ៍ទាំងឡាយរបស់តណ្ហាជំនឿនេះនាំឲ្យគេប្រព្រឹត្តទុក្ខកម្មផ្សេងហើយនឹងតមយ៉ាងហួសហេតុនៅអ្វីៗដែលជាថ្នាំដាស់នៅខាងក្រៅដើម្បីពង្រឹងការធ្វើចិត្តមិនឲ្យប្រកាន់ខ្ជាប់ព្រះពុទ្ធបានប្រើរបៀបមួយផ្សេងដោយទ្រង់បានចេះពិនិត្យមើលដល់ទីជម្រៅនៃចិត្តរបស់ព្រះអង្គព្រះពុទ្ធបានឃើញថានៅចន្លោះអារម្មណ៍នៅខាងក្រៅ
នឹងការធ្វើប្រតិកម្មរបស់ចិត្តជាតណ្ហាមានបាត់កងក្រវិលមួយគឺវេទនារាល់ពេលដែលយើងជួបប្រទះនឹងរបស់អ្វីមួយតាមទ្វារវិញ្ញាណទាំង5ឬតាមផ្លូវចិត្តមានវេទនាមួយដែលត្រូវតែកើតមានឡើងហើយដោយមកអំពីវេទនានេះតណ្ហាក៏កើតមានឡើងបើវេទនាជាទីរីករាយយើងមានចិត្តចង់ឲ្យវាស្ថិតនៅតទៅទៀតបើវេទនាជាទីមិនរីករាយយើងមានចិត្តចង់តែបោះបង់វាចោលនៅក្នុងបដិច្ចសមុប្បាទធម៌ដែលកើតមានឡើងដោយសារបច្ច័យព្រះពុទ្ធបានត្រាស់សម្ដែងអំពីការរកឃើញយ៉ាងជ្រៅរបស់ព្រះអង្គថាសលាយតនៈបច្ចយាផាសោអាយតនៈទាំង6ជាបច្ច័យនាំឲ្យកើតសម្ផស្សផាសៈបច្ចយាវេទនាសម្ផស្សឬកាបៈជាបច្ច័យនាំឲ្យកើតវេទនាវេទនាបច្ចយាតណ្ហាវេទនាជាបច្ច័យនាំឲ្យកើតតណ្ហាដូច្នេះហេតុជាបន្ទាន់ដែលនាំឲ្យកើតតណ្ហាហើយនឹងជាយថាហេតុនាំឲ្យកើតទុក្ខមិនមែនជារបស់នៅក្រៅខ្លួនយើងទេគឺពិតជាវេទនាដែលកើតមានឡើងនៅក្នុងខ្លួនយើងនឹងឯងដូច្នេះការយល់អំពីវេទនាជាការចាំបាច់ដើម្បីឲ្យយល់អំពីការប្រស័យតាក់ទងគ្នារវាងចិត្តនិងកាយនៅក្នុងខ្លួនយើងយ៉ាងណាមិញការយល់អំពីវេទនាដដែលនេះក៏ជាការចាំបាច់ដើម្បីឲ្យយល់អំពីការប្រស័យតាក់ទងគ្នារវាងលោកខាងក្រៅនិងមនុស្សម្នាក់ៗនោះក៏យ៉ាងនោះដែរបើគេសាកល្បងរកឲ្យឃើញសេចក្តីពិតដោយការចិញ្ចឹមគិតឬដោយការត្រេះរិះតាមប្រាជ្ញាឆ្លៀសវៃគេអាចភ្លេចតួនាទីសំខាន់របស់វេទនាបានដោយងាយប៉ុន្តែចំណុចសំខាន់នៃការព្រានប្រដៅរបស់ព្រះពុទ្ធគឺចាំបាច់ត្រូវតែយល់សេចក្តីពិតដែលមិនមែនគ្រាន់តែនៅថ្នាក់ប្រាជ្ញាឆ្លៀសវៃទេតែតាមការពិសោធន៍ផ្ទាល់ផងដែរអាស្រ័យហេតុនេះហើយបានជាគេឲ្យនៃវេទនាដូចតទៅនេះអ្វីដែលស្ទង់ឃើញអារម្មណ៍ហៅថាវេទនាលក្ខណៈរបស់វេទនាគឺទទួលអារម្មណ៍វាជារសជាតិចាំបាច់សំខាន់នៃការពិសោធន៍ប៉ុន្តែការគ្រាន់តែស្ទង់ឃើញវេទនានៅក្នុងខ្លួនមិនគ្រប់គ្រាន់ដើម្បីនឹងកម្ចាត់បងការយល់ច្រឡំរបស់យើងបានទេការចាំបាច់គឺត្រូវយល់អំពីត្រៃលក្ខណ៍គឺចរិតលក្ខណៈទាំង3យ៉ាងរបស់បាតុភូតទាំងអស់យើងត្រូវតែពិសោធន៍ឲ្យឃើញផ្ទាល់នៅអនិច្ចំសេចក្តីមិនទៀងទុក្ខំសេចក្តីទុក្ខនិងអនត្តាភាពមិនមែនខ្លួននៅក្នុងខ្លួនរបស់យើងក្នុងចំណោមលក្ខណៈទាំង3នេះព្រះពុទ្ធបានសង្កត់ជានិច្ចទៅលើសារៈសំខាន់នៃសេចក្តីមិនទៀងគឺអនិច្ចាពីព្រោះកាលណាយើងពិសោធន៍ឃើញលក្ខណៈនៃសេចក្តីមិនទៀងនៅក្នុងទីជម្រៅនោះការពិសោធន៍ឃើញលក្ខណៈពីរទៀតនឹងសម្រេចបានដោយងាយនៅក្នុងគម្ពីរឧទានមេខិយសូត្រព្រះពុទ្ធបានត្រាស់ថាអនិច្ចសញ្ញណោហិមេខិយៈអនត្តសញ្ញាសន្ធាតិអនត្តសញ្ញៃអស្មិមេនៈសមុខាតੰបាពុណាតិទិដ្ឋេវៈធម្មេនិព្វានੰមនាលមេខិយៈបុគ្គលដែលបានដឹងអំពីសេចក្តីមិនទៀងមានការដឹងអំពីភាពមិនមែនខ្លួនតាំងសុខនៅក្នុងខ្លួនរបស់គេបុគ្គលដែលដឹងអំពីភាពមិនមែនខ្លួនបានកោះរំលើងឫសគល់នៃអស្មិមេនៈចេញឲ្យអស់នៅក្នុងជាតិនេះហើយដោយហេតុនេះគេត្រូវបានសម្រេចព្រះនិព្វានដូច្នេះក្នុងការបដិបត្តិសតិប្បដ្ឋានការពិសោធន៍ឃើញអនិច្ចាគឺសេចក្តីមិនទៀងដែលកើតឡើងហើយរលត់បាត់ទៅវិញដើរតួនាទីសំខាន់មួយការពិសោធន៍ឃើញសេចក្តីមិនទៀងតាមភាពដែលវាបញ្ចេញខ្លួនឲ្យឃើញនៅក្នុងចិត្តនិងកាយនេះគេហៅថាវិបស្សនាការបដិបត្តិវិបស្សនាគឺដូចគ្នានឹងការបដិបត្តិសតិប្បដ្ឋានដែរមហាសតិប្បដ្ឋានសូត្រចាប់ផ្ដើមឡើងជាមួយនឹងការពិនិត្យមើលកាយក្នុងនេះមានសេចក្តីពន្យល់អំពីចំណុចផ្សេងជាច្រើននៃការចាប់ផ្ដើមការពិនិត្យមើលដង្ហើមការយកចិត្តទុកដាក់និងចលនាផ្សេងនៃកាយលៈគឺចាប់ផ្ដើមពីចំណុចទាំងនេះហើយដែលយើងអាចបដិបត្តិវេទនានុបស្សនាចិត្តតានុបស្សនានិងធម្មានុបស្សនាជាលំដាប់លំដោយប៉ុន្តែទោះបីយើងចាប់ផ្ដើមធ្វើដំណើរពីចំណុចណាមួយក៏ដោយ
ក៏យើងត្រូវតែឆ្លងកាត់តាមចំណតផ្សេងនៅលើផ្លូវរហូតទាល់តែទៅដល់ទីដៅចុងបំផុតចំណតទាំងនេះត្រូវបានរៀបរាប់នៅក្នុងប្រយោគសំខាន់ជាពាក្យដដែលមិនមែនគ្រាន់តែនៅចុងវគ្គនីមួយៗនៃផ្នែកកាយានុបស្សនានោះទេតែនៅចុងវគ្គនៃផ្នែកវេទនានុបស្សនាចិត្តតានុបស្សនានិងវគ្គនីមួយៗនៃផ្នែកធម្មានុបស្សនាផងដែរចំណតទាំងនោះគឺទី1សមុទយៈធម្មានុបស្សីវាវិហារតិគេតាំងនៅពិនិត្យមើលបាតុភូតនៃការកើតទី2វយៈធម្មានុបស្សីវាវិហារតិគេតាំងនៅពិនិត្យមើលបាតុភូតនៃការរលត់បាត់ទៅវិញនិងទី3សមុទយៈវយៈធម្មានុបស្សីវាវិហារតិគេតាំងនៅពិនិត្យមើលបាតុភូតនៃការកើតនិងការរលត់បាត់ទៅវិញប្រយោគទាំងនេះបញ្ចេញឲ្យឃើញសារៈសំខាន់នៃការបដិបត្តិសតិប្បដ្ឋានបើយើងមិនបានពិសោធន៍ឃើញសេចក្តីមិនទៀងទាំង3ថ្នាក់នេះទេយើងមិនអាចធ្វើឲ្យបញ្ញាញាណហើយនឹងឧបេក្ខាដែលមានការពិសោធន៍សេចក្តីមិនទៀងជាមូលដ្ឋាននឹងរីកចម្រើនបានឡើយបញ្ញាញាណនាំយើងទៅរកការធ្វើចិត្តមិនឲ្យប្រកាន់ខ្ជាប់នាំយើងទៅរកការរំដោះទុក្ខហេតុដូច្នេះដើម្បីបដិបត្តិសតិប្បដ្ឋានណាមួយនៅក្នុងចំណោមសតិប្បដ្ឋានទាំង4នេះយើងត្រូវតែខំពង្រីកការយល់យ៉ាងច្បាស់ជាប់ជានិច្ចអំពីសេចក្តីមិនទៀងដែលពាក្យបាលីហៅថាសម្បជញ្ញៈជាញឹកញយណាស់គេមានការយល់ខុសចំពោះន័យរបស់ពាក្យសម្បជញ្ញៈនេះតាមភាសាធម្មតាក្នុងសម័យនោះសម្បជញ្ញៈមានន័យថាដោយចេតនាតួយ៉ាងដូចជាព្រះពុទ្ធបានសម្ដែងអំពីសម្បជានៈមុសាភាសិតានិងសម្បជានៈមុសាវាទដែលមានន័យថាពោលពាក្យកុហកដោយដឹងខ្លួនដោយចេតនាក្នុងរឿងធម្មតាន័យសើសើររបស់ពាក្យនេះគ្រប់គ្រាន់ហើយប៉ុន្តែកាលណាព្រះពុទ្ធបានសម្ដែងអំពីវិបស្សនាអំពីការបដិបត្តិដើម្បីធ្វើចិត្តឲ្យបរិសុទ្ធឲ្យបានសម្រេចព្រះនិព្វានដូចជានៅក្នុងសតិប្បដ្ឋានសូត្រនេះនោះសម្បជញ្ញៈមានន័យបច្ចេកទេសមួយទៀតដោយឡែកដើម្បីស្ថិតនៅជាសម្បជាណូគឺជាគុណនាមរបស់ពាក្យសម្បជញ្ញៈដើម្បីនឹងស្ថិតនៅជាសម្បជាណូគេត្រូវតែចម្រើនកម្មដ្ឋានជាមួយនឹងការកើតនិងការរលត់បាត់ទៅវិញនៃបាតុភូតគឺអនិច្ចពោធពិនិត្យមើលចិត្តនិងកាយដោយឥតលំអៀងដោយឥតប្រតិកម្មការពិសោធន៍ឃើញសមុទយៈវយៈធម្មាសេចក្តីមិនទៀងមិនអាចសម្រេចបានដោយការចិញ្ចឹមគិតដែលគ្រាន់តែជាដំណើរប្រព្រឹត្តទៅមួយរបស់គំនិតឬដោយការប្រឌិតឬដោយជំនឿនោះទេគេត្រូវតែប្រព្រឹត្តធ្វើតាមបច្ចនុភោតិគឺការពិសោធន៍ផ្ទាល់ដែលជាយថាភូតញ្ញាណទស្សនៈការដឹងសេចក្តីពិតតាមភាពពិតរបស់វាដោយការពិសោធន៍នៅទីនេះការពិនិត្យមើលវេទនាដើរតួនាទីសំខាន់បំផុតពីព្រោះអ្នកចម្រើនកម្មដ្ឋានពិសោធន៍ឃើញយ៉ាងច្បាស់ជាក់ស្ដែងនៅសមុទយៈវយៈគឺការកើតនិងការរលត់បាត់ទៅវិញតាមរយៈវេទនាតាមការពិតសម្បជញ្ញៈទទួលដឹងផ្ទាល់អំពីការកើតនិងការរលត់បាត់ទៅវិញនៃវេទនាដែលនៅក្នុងនោះមានរួមបញ្ចូលទិដ្ឋភាពទាំង4នៃខ្លួនរបស់យើងផងដែរដោយមកពីហេតុនេះហើយទើបគុណសម្បត្តិសំខាន់ទាំង3នេះស្ថិតនៅជាអាតាបិយយ៉ាងសុបខ្ជាប់ខ្ជួនសម្បជាណូនិងសតិមាគឺសតិដឹងបានត្រូវសម្ដែងដដែលនៅគ្រប់សតិប្បដ្ឋានទាំង4ដោយដែលព្រះពុទ្ធបានត្រាស់ពន្យល់ស្រាប់សម្បជញ្ញៈគឺការពិនិត្យមើលការកើតនិងការរលត់បាត់ទៅវិញនៃវេទនាដូច្នេះក្នុងការបដិបត្តិសតិប្បដ្ឋានគេមិនត្រូវបំភ្លេចតួនាទីសំខាន់របស់វេទនាឡើយពុំនោះសោតការបដិបត្តិសតិប្បដ្ឋាននេះមិនបានគ្រប់គ្រាន់ទេព្រះពុទ្ធបានត្រាស់ថាតេសោអ៊ីមាភគវេវេទនីកតមាតេសោសុខាវេទនីទុក្ខាវេទនីអទុក្ខមសុខាវេទនីអ៊ីមាខោភគវេតេសោវេទនីអ៊ីមាសង្ខោភគវេតេសនੰវេទនានੰបរិញ្ញាយៈចត្តារោសតិប្បដ្ឋានាភាវេតពាប្រែមកថាមនាលភគទាំងឡាយ
វេទនាផ្លូវកាយទាំងឡាយមាន3យ៉ាងតើវេទនាផ្លូវកាយទាំង3នោះមានអ្វីខ្លះគឺវេទនាជាសុខវេទនាជាទុក្ខវេទនាមិនមែនទុក្ខមិនមែនសុខមនាលភិក្ខុទាំងឡាយចូលបដិបត្តិសតិប្បដ្ឋានទាំង4ដើម្បីឲ្យបានយល់ទាំងស្រុងអំពីវេទនាទាំង3យ៉ាងនេះការបដិបត្តិសតិប្បដ្ឋានដែលជាការបដិបត្តិវិបស្សនានឹងបានគ្រប់គ្រាន់ពេញបរិបូរណ៍ទៅបានលុះត្រាតែកាលណាគេពិសោធន៍ឃើញសេចក្តីមិនទៀងដោយផ្ទាល់វេទនាផ្ដល់នៅទីប្រជុំមួយដែលនាមនិងរូបត្រូវបញ្ចេញឲ្យឃើញថាជាបាតុភូតមិនទៀងមួយដែលនាំទៅរកការរំដោះទុក្ខចប់អត្ថាធិប្បាយស្ដីអំពីវេទនាក្នុងការបដិបត្តិសតិប្បដ្ឋាន